trong vậy tha office đi ha tịch kha chỉ làm tơ lang from lang ấy tờ tam pa tơពួកខ្ញុំទៅជួបម៉ូតូដើម្បីជិះ off road លេងអ្នកគ្នាទេវាថាសប្បាយខ្លាំងមែនតើហ្មងអាពេលជិះនោះតាមប៉ាតើដំបូងឡើយគឺពួកខ្ញុំណាត់គ្នាងើបពីព្រឹកដើម្បីទៅឡើងប្រាសាទបាខែងដើម្បីថតរូបលេងអញ្ចឹងព្រោះអីពេលដែលយើងឡើងទៅប្រាសាទបាខែងទេសភាពគឺស្អាតខ្លាំងមែនតើហ្មងមើលឃើញថាស៊ីមឡើងពេញពេកហ្មងហើយមុននឹងទៅហ្នឹងពួកខ្ញុំនឹកឃើញថានំគ្នាជិះម៉ូតូ PG1 ម្នាក់មួយហ្មងតើដើម្បីឲ្យថតជុំគ្នាកាន់តែលយចង់មុននឹងចេញទៅយើងមកមើលម៉ូតូសិនដោយសារជិះម៉ូតូស្កូពីជិះស៊ូម៉ូសាំហើយអ្នកគ្នាចង់យើងមកដូរជានេះវិញមកមានពណ៌ជូតមែនតើហ្មងអូហើយបងនំទុកម្នាក់គ្នាមកសៀមរាបអីមកជួកន្លែងគាត់មកមានម៉ូតូច្រើនមែនតើហើយថ្លៃធូរទៀតចឹងបន្ទាប់ពីជួម៉ូតូហើយពួកយើងក៏បានចេញដំណើរទៅអ្នកគ្នាទៅលេងប្រាសាទបាខែងចឹងណាជាពិសេសអ្នកទាំងគ្នាមកដងទៅណាជិះតែម៉ូតូដើរលេងជុំតំបន់ប្រាសាទក៏សប្បាយដែរព្រោះទេសភាពស្អាតមែនតើដោយសារតែម្នាក់ឃ្លានពេកឥឡូវនឹងមកធ្វើការញ៉ាំបបរញ៉ាំបាយសិនហើយថាចាំឡើងតាមក្រោយចឹងណាតែមានណាដល់ពេលញ៉ាំប៉ះឆ្ងាញ់ហើយញ៉ាំអស់ឡងច្រើនទៅខ្ជិលឡើងបរោយគឺថានំគ្នាឆេងផ្លែនតាំងពីពេលនឹងបរោយហើយផ្លែនពួកខ្ញុំនឹងគឺថានំគ្នាញ៉ាំហើយជីដើរលេងតាមបរាយវិញអញ្ចឹងអ្នកគ្នាសំខាន់ពេលហ្នឹងមិនអាឡំឡំទេប៉ុន្តែមិនអាឡំបើទៅចាក់ស្រួលឯងហើយតែសភាពអ្នកគ្នាឃើញអត់ឡងស្អាតមែនតែនហ្មងអញ្ចឹងពេលដែលខ្ញុំដល់បរាយហ្នឹងក៏ឡងគ្នាជិះជុំវិញបរាយតែម្ដងដោយសារផ្លូវអប់រ៉ូតហ្នឹងជិះមួយម៉ូតូនេះអត់ល្អអីទេសប្បាយហ្មងហើយទៅគឺថាពួកខ្ញុំជិះទៅជុំវិញបរាយហ្នឹងហើយចូលក្រុងវិញឡងគ្នាបែកផ្លូវមកផ្ទះវិញអ្នកគ្នាអញ្ចឹងពេលដែលមកដល់ផ្ទះដោយអ្នកគ្នាបានដងអញ្ចឹងគឺថាខ្ញុំមិនអាចទុកមុខរបស់ខ្ញុំចោលអញ្ចឹងបានទេព្រោះអីជិះដើរលេងមួយថ្ងៃក៏មានដីហុយអីជាប់មុខដែរចង់ចំពោះណាគេដែលគាត់អាសា make up ចេញទៅក្រៅហើយជិះម៉ូតូប៉ះដីហុយអីហ្នឹងគួរតែបិទជាមួយនឹង Felix Claim មកទឹកយ៉ាងហោចណាស់2ដងដែរដោយសារតែ Felix Claim មកហើយជួយបិទយកធ្លីដីជាតិពណ៌ឬក៏ជាតិ make up ដែលយើងនឹងអត់បានជ្រះទុកបីពេលខ្លះយើងលាងមុខ2តង់មែនតែមិនប្រកាសថាជ្រះ 100% អញ្ចឹងណាចង់នេះបន្ទាប់ពីខ្ញុំបានលាងមុខហើយមានអារម្មណ៍ថាមុខរបស់ខ្ញុំមើលទៅឡើងភ្លឺថ្លាជាងមុនមែនតែនហ្មង